ឡើងឃើញពីម្សិលមិញខ្ញុំទិញខ្មុំបាន2គួងខ្ញុំយកមកប្រឡាក់អំបិលមកតែចំណែកឯទឹកវាខ្ញុំទុកច្បាស់ធ្វើថ្នាំពេលដែលខ្ញុំត្រូវការបងប្អូនហើយនិយាយពីថាក្បាលទឹកវាវិញបងប្អូនអើយឲ្យប្រប៉ាន់ណាណៃតែ2គួងបានទឹកវាឡើងកន្លះដបបងប្អូនទឹកច្រើនមែនតែនហើយខ្មុំខែហ្នឹងគឺសិតល្អព្រោះអីវាខែប្រាំងវាអត់សូវមានទឹកភ្លៀងទេចំណែកសាច់វាវិញក៏ផ្អែមដែរបងប្អូនហើយខ្ញុំចិត្តសាច់វាទុកម្លែកសិនខ្ញុំកោះក្បាលទឹកវាយកមកទុកច្រកដបទុកឲ្យបានយូរមានបងប្អូនណាដូចខ្ញុំអត់ខ្ញុំទៅស្គៀលជាប់ដៃហើយលិនតែបងប្អូនឲ្យស្ដាយយកទឹកវាផ្អែមពេកឆ្កឹះសាច់ឆ្កឹះអីរួចហើយខ្ញុំយកកត្រងមកច្រាស់ហើយអីហើយក៏យកដបមកច្រកយកដបមកច្រកបងប្អូនហើយទឹកវាបានច្រាស់ណាស់ឡើងបានកន្លះដបតែទៅមើលទឹកបងប្អូនហើយទឹកឡើងល្មៀតមកឡើងលឿងព្រោះអីខ្ញុំពេលខ្វេះនោះខ្ញុំដោយអាចពីមិនអាចអីអាចខ្មុំខ្ញុំយកច្រកដបរួចហើយយកទុកដាក់ឲ្យស្រួលបួសសិនដូចទៅខ្ញុំទៅងាកទៅប្រឡាក់សាច់ខ្មុំម្ដងបងប្អូនការប្រឡាក់សាច់ខ្ញុំមានប្រៃច្រើនទេប្រើទឹកត្រីម្ទេសខ្ទឹមស្ករប៊ីចេងដាក់លាយច្បល់ចូលគ្នាឲ្យសព្វទៅយកមកប្រឡាក់ហើយយកមកខ្ចប់ស្លឹកចេកយកមកអាំងរួចហើយបងប្អូនវិធីធ្វើរបស់ខ្ញុំមានតែប៉ុណ្្នឹងទេចាអរគុណច្រើនបងប្អូនចាំស្ដាប់សំឡេងខ្ញុំហូបទាំងអស់គ្នានេះឆ្ងាញ់ម៉ែអ៊ំឆ្ងាញ់ដល់ក្តៅ